ដើម្បីទទួលបានវីដេអូថ្មីៗសូមចុច Subscribe រួចចុចសញ្ញារូបកណ្ដឹងសូមអរគុណភាពភ្លើតភ្លើនរបស់អ្នករកស៊ីថ្មីថ្មោងខ្លះបានរាំងស្ទះដំណើរការនៃអាជីវកម្មរបស់ខ្លួនមិនឲ្យទៅមុខបានភាពភ្លើតភ្លើនទាំងអស់នោះមានដូចជាកំពុងតែរកស៊ីបានល្មមចាប់ផ្ដើមកអើតកតោមកទីកតើបែកឆ្វេងបែកស្ដាំចាប់ផ្ដើមមានអំនួតអួតក្អេងក្អាងផ្សែបគប់មិត្តភ័ក្តិមានស្រីឬក៏មានស្នេហាមានប្រពន្ធហើយប៉ុន្តែនៅតែមានស្នេហាខាងក្រៅទៀតសប្បាយភ្លើតភ្លើនការ៉ាអូខេតន្ត្រីការរាំសម្ភារៈនិយមលក្ខនឹងលក្ខដែលការភ្លើតភ្លើនទាំងអស់នោះគឺនាំឲ្យយើងអស់លុយនាំឲ្យយើងអស់កម្លាំងនាំឲ្យយើងខ្ជះខ្ជាយពេលវេលានាំឲ្យយើងខូចអារម្មណ៍ហើយទីបំផុតវាខូចដល់ប្រភពលុយរបស់យើងទៀតខូចដល់ប្រភពលុយគឺបើលុយនោះបានមកពីមុខរបរនោះមិនសូវរីកចម្រើនដោយសារតែយើងយកពេលវេលាទៅភ្លើតភ្លើនទៅនឹងតណ្ហាឬកាមតណ្ហាអស់ឯនោះហើយបើថាលុយរបស់យើងបានមកពីការងារក៏លទ្ធផលនៃការងាររបស់យើងថយចុះដែរដោយសារយើងបានចំណាយពេលវេលាទៅភ្លើតភ្លើននឹងរឿងរ៉ាវតាក់ទាញចិត្តរបស់យើងអស់ហើយបើថាលុយហ្នឹងបានមកពីអ្នកដទៃឲ្យក៏អ្នកដទៃអស់សេចក្តីជឿទុកចិត្តលើយើងហើយគេលែងឲ្យដែរដូច្នេះហើយនៅគណៈពេលដែលយើងមិនទាន់មានស្ថិរភាពលុយកាក់មិនទាន់មានស្ថិរភាពចំណូលយើងកុំទាន់អាលតាំងខ្លួនថាជាអ្នកមានអីតែមិនមែនមានន័យថាឲ្យយើងមើលងាយខ្លួនឯងថាជាអ្នកក្រនោះទេតែយើងត្រូវតែមានការប្រុងប្រយ័ត្ននិងប្រុងប្រៀបជានិច្ចថាយើងមិនទាន់មានទេយើងកំពុងតែចាប់ផ្ដើមពន្លកតិចដូច្នេះហើយត្រូវតែខំមាត់សង្កត់ធ្មេញខំប្រឹងលូតឲ្យខ្លាំងក្លាជាទីបំផុតដល់ដើមនៃប្រាក់ចំណូលរបស់យើងនឹងវាចាប់គល់ហើយវាមានផ្លែមានផ្កាមានស្ថិរភាពហើយរឿងសប្បាយខ្លះយើងប្រព្រឹត្តវាទៅនៅថ្ងៃអនាគតនោះប៉ុន្តែការសប្បាយទាំងឡាយដែលនាំឲ្យអន្តរាយដល់ខ្លួនឯងដល់អ្នកដទៃនិងដល់គ្រួសារនោះយើងត្រូវជៀសចេញជៀសវាងឲ្យឆ្ងាយបើមិនដូច្នោះទេយើងនឹងមានសេចក្តីអាម៉ាស់នៅថ្ងៃក្រោយពេលអត់លុយគ្មាននរណាមើលមុខទេពេលអត់លុយគេមិនសូវឲ្យតម្លៃទេឬគេមិនឲ្យតម្លៃទេឬគេមើលងាយហើយយើងធ្លាប់តែមានលុយធ្លាប់តែមានមុខរបរធ្លាប់តែធ្វើការងារបានលទ្ធផលល្អដល់ពេលគ្រឿងតាក់ទាញទាំងឡាយហ្នឹងវាធ្វើឲ្យយើងបន្សោយនៅធម្មពលប្រាជ្ញាកម្លាំងអារម្មណ៍លទ្ធផលរបស់យើងក៏ខ្សោយមនុស្សភាគច្រើនតែងកលាក់កកន្លែងហ្នឹងជាពិសេសអ្នកបរាជ័យដែលមិនអាចធំធាត់ឡើងដល់កម្រិតមួយដែលមានស្ថិរភាពគឺដោយសារតែកលាក់កកន្លែងហ្នឹងបានលុយច្រើនហើយរកស៊ីបានលុយច្រើនហើយធ្វើការបានលុយច្រើនគួរសមហើយស្រាប់តែសប្បាយភ្លើតភ្លើនកន្លែងហ្នឹងភ្លេចគិតភ្លេចខ្លួនក៏រលាយទ្រព្យទាំងអស់នោះវិញហើយបានចាប់ដើមបែកញើសកាឃាបន្តទៅទៀតចាប់ដើមរកស៊ីសាឡើងវិញគ្រាន់បើយើងចាប់ដើមរកស៊ីសាឡើងវិញប៉ុន្តែអ្នកខ្លះបាក់ទឹកចិត្តដេកដួលនៅនឹងកន្ទេលតែអ្នកខ្លះទៀតរហូតដល់មានទោសទណ្ឌអត់មានសេរីភាពក្នុងការស្ដារកិត្តិយសឬក៏ឱកាសឡើងវិញអ្នកខ្លះទៀតត្រូវរត់ចោលស្រុកក៏មានដែរដោយសារតែចាយវាយទ្របខ្ជះខ្ជាយទាំងអស់នោះហើយធ្វើឲ្យចិត្តហ្នឹងហ៊ានលោភលឿនលយទៅលូកយកទ្រព្យរបស់អ្នកដទៃឥឡូវនេះរឿងរ៉ាវសប្បាយទាំងឡាយភ្លើតភ្លើនទាំងឡាយយើងគីបទុកសិនផ្ដោតលើការខិតខំប្រឹងប្រែងផ្ដោតលើការគិតគូរយកចិត្តទុកដាក់ផ្ដោតលើការធ្វើផែនការឲ្យមានការរីកចម្រើនផ្ដោតលើការបញ្ចេញផ្លែបញ្ចេញផ្កាឲ្យបានច្រើនពោលគឺផ្ដោតក្នុងការកសាងទ្រព្យរបស់យើងឲ្យคล้ายទៅជាទ្រព្យដែលមានស្ថិរភាពតាមរយៈបង្កើនពង្រីករាល់ប្រភពចំណូលរបស់យើងទាំងអស់ឲ្យរឹងប៉ឹងឲ្យវាមានស្ថិរភាពវាហូរមកដោយស្វ័យប្រវត្តិចាំពេលហ្នឹងចាំយើងចង់សប្បាយមិនក៏សប្បាយទៅតាមក្របខ័ណ្ឌត្រឹមត្រូវនិងទៅតាមការគួរទៅ